ព័ត៌មានទី4នេះគឺមិនជាទីរីករាយប្រមាណទេសម្រាប់ពិភពលោកបាទគឺលោកប្រធានាធិបតីប្រទេសរុស្ស៊ីលោក Vladimir Putin បាននិយាយនៅថ្ងៃពុធនេះថារុស្ស៊ីបានធ្វើការសាកល្បងដោយជោគជ័យនៅបាទអាវុធប្រភេទ torpedo បាទធំបំពាក់នុយក្លេអ៊ែរ Mark Poseidon របស់ខ្លួនដោយជោគជ័យហើយបាទហើយមន្ត្រីរុស្ស៊ីនិងមន្ត្រីសហរដ្ឋអាមេរិកបានពិពណ៌នាមីស៊ីល torpedo នេះថាជាប្រភេទអាវុធបាទសម្រាប់វាយប្រហារសងសឹកហើយមានសមត្ថភាពនៅក្នុងការបាញ់ធ្វើឲ្យតំបន់សមុទ្ររងគ្រោះយ៉ាងខ្លាំងហើយនឹងទីក្រុងនានាដែលនៅតាមបណ្ដោយឆ្នេរសមុទ្រនោះមិនឲ្យមានមនុស្សរស់នៅបានបាទគឺបានន័យថាលក្ខណៈបំផ្លាញខ្លាំងដែលធ្វើឲ្យតំបន់នោះคล้ายទៅជាតំបន់ដែលមនុស្សមិនអាចរស់នៅបានលោកពូទីនបានប្រាប់យោធាដែលរងរបួសនៅក្នុងការប្រយុទ្ធនៅក្នុងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនថាការសាកល្បងនេះគឺបានធ្វើឡើងកាលពីថ្ងៃអង្គារម្សិលមិញបាទហើយលោកពូទីនបានបន្ថែមថាវាជាលើកដំបូងហើយដែលរុស្ស៊ីបានបាញ់សាកល្បងនេះហើយមិនត្រឹមតែបាញ់ពីនាវាមួយទឹកក្នុងពេលកន្លងមកទេគឺឥឡូវនេះគឺបាញ់ដោយធម្មតាបានដែលអាចនឹងជោគជ័យដោយគ្មានអ្វីជាឧបសគ្គបន្ថែមទៀតសម្រាប់រុស្ស៊ីនោះទេបាទលោកបាននិយាយថានេះគឺជាជោគជ័យដ៏ធំមួយបាទហើយបានបញ្ជាក់ថាគឺអាវុធ Poseidon នេះគឺមានសមត្ថភាពលើសពីមីស៊ីលអន្តរទ្វីបបាញ់ឆ្លងទ្វីបប្រភេទសាម៉ាត់របស់រុស្ស៊ីដែលមានក្នុងពេលកន្លងទៅទៀតបាទចាំបានន័យថារុស្ស៊ីគាត់បង្កើនសមត្ថភាពអាវុធរបស់គាត់បន្ថែមតទៅទៀតហើយ